ហើយដែលមានបដាប្រឆាំងបងលើបដាឡើងដែលមានបដាប្រឆាំងនឹងឯកឧត្តមប្រធាននិងឯកឧត្តមនុប្រធានខ្ញុំលើបដាអស់ទៀតទៅចឹងនេះហើយគាត់បានខាងអាជ្ញាធរខាងស្រុកខេត្តបានឲ្យគាត់មកខាងបានគណៈបព្វជិជនហ្នឹងបានមកហើយបានលើកបដាពីខាងហើយខ្ញុំបានសុំផ្លូវឥឡូវគាត់បិទផ្លូវខ្ញុំឯកឧត្តមប្រធានខ្ញុំមិនដឹងទៅណាទេប៉ុន្តែខ្ញុំបានធ្វើដំណើរមកជួបបងប្អូនប្រជាពលរដ្ឋនៅស្រុកក្រុងខេត្តប្រាក់ភូមិន្ទហើយត្រូវបានបងប្អូនប្រជាពលរដ្ឋហ្នឹងខាងផ្លូវខ្ញុំដែលជាសមាជិកប្រតិភិស្របច្បាប់នៃប្រជាជាតិកម្ពុជាអត់ទៅបងខ្ញុំសុំផ្លូវទៅបងខ្ញុំសុំផ្លូវណាបងមេមួយណាមេបាទខ្ញុំពេលនេះខ្ញុំនឹងដើរទៅជួបចរចាអត់ទេបងវៀងតិចទេបងណាបងវៀងតិចទេទីមិនថាខាងនេះបងខ្ញុំទេពួកខ្ញុំសុំទៅទីគឺដើរទីនេះបងវៀងតិចទៅបានអត់វៀងទេពួកដោយសារខ្ញុំទៅជួបបងប្អូនហ្នឹងបងខ្ញុំទៅជួបទៀតអត់ទេបាទហើយបងស្រីនេះគាត់មិនបានឲ្យខ្ញុំទៅទេព្រោះដាច់ខាតមកផ្លូវនេះខ្ញុំបាត់តែម្ដងបងមានបញ្ជាពីខាងណាមកដែរខ្ញុំអត់បញ្ជាណាទេបញ្ជាពលរដ្ឋខ្ញុំស្ម័គ្រចិត្តខ្ញុំធ្វើចឹងបងជាពលរដ្ឋមកពីឃុំណានៅក្នុងខេត្តកោះកុងទាំងមូលហ្មងបាទគាត់បានឆ្លើយតាមគាត់ថាជាណាពលរដ្ឋនៅក្នុងខេត្តកោះកុងអញ្ចឹងខ្ញុំដើរទៅជួបលោកបរិយាចរាចរណ៍ទៀតដើម្បីធ្វើនាំនេះខ្ញុំមកឲ្យទៅមានផ្លូវច្រើនខ្ញុំពេលដែលនេះខ្ញុំបានជួបខាងហើយឥឡូវខ្ញុំសូមជួបបងថានៅខាងមុខនេះមានបងប្អូនខាងគណៈបព្វជិជនហ្នឹងបានមកជួបបាត់ផ្លូវសាធារណៈឥឡូវខ្ញុំសូមជម្រាបបងខាងប៉ូលីសឲ្យជួយដោះស្រាយខ្ញុំពួកខ្ញុំជាសមាជិកប្រតិភិត្រូវធ្វើដំណើរលើផ្លូវសាធារណៈនេះបាទបងជឿឥឡូវខ្ញុំសូមកាត់រុញមកជួបមេទៅណាខ្ញុំមកជួបទៀតបាទជួបខ្ញុំសមាជិកប្រតិភិបាទជួបកាត់ហើយខ្ញុំជាសមាជិកសភាជាជួបបងថាឥឡូវមានបងប្អូនកាត់ផ្លូវខ្ញុំមិនឲ្យខ្ញុំដែលជាសមាជិកប្រតិភិនៃប្រជាជាតិកម្ពុជាទៅជួបបងប្អូនអាជីវករនៅក្នុងផ្សារហើយនឹងកន្លែងនៅក្នុងភូមិសឹងវែងបាទអញ្ចឹងខ្ញុំសូមជម្រាបជូនខាងលោកប៉ូលីសជួយបើកផ្លូវឲ្យខ្ញុំដើម្បីធ្វើការនេះបាទខ្ញុំបានដំណើរឲ្យស្រួលផងបាទអញ្ចឹងជើងសូមទៀតបាទសូមឲ្យមេតាបងប្អូនទាំងអស់គ្នាមេតាកុំបងប្អូនមានការពិសាមានអីសូមនៅជំរាបចប់ខ្ញុំមិនហាមខត់ទេណាខ្ញុំមិនហាមខត់បងប្អូនទេបងប្អូនចង់ធ្វើសូមបងប្អូនមានទៀតហើយលើកដាលើកអីចប់ប៉ុន្តែវាផ្លូវសាធារណៈខ្ញុំសូមមេតាព្រោះអានេះជារបត្តិរបស់រដ្ឋជារបស់មិនមែនរបស់ខ្លួនណាម្នាក់មិនមែនរបស់យួនមិនមែនរបស់ថៃគឺរបស់ខ្មែរទាំងអស់គ្នារបស់ខ្មែរទាំងអស់គ្នាក៏ជារបស់ប្រជាពលរដ្ឋអញ្ចឹងប្រជាពលរដ្ឋក៏មានសិទ្ធិខ្លះដែរលោកគ្រូប្រជាពលរដ្ឋមានសិទ្ធិប៉ុន្តែត្រូវធ្វើទៅតាមច្បាប់ចាច្បាប់ប្រជាពលរដ្ឋខ្ញុំធ្វើអញ្ចឹងតើបងមានបានជូនព័ត៌មានទៅអាជ្ញាធរទេខ្ញុំបានជូនតែពួកខ្ញុំស្ម័គ្រចិត្តធ្វើអញ្ចឹងហ្មងតែបើសិនជាបងបានស្ម័គ្រចិត្តធ្វើខ្ញុំមេតាធ្វើទៅទៀតកុំឲ្យប៉ះពាល់សិទ្ធិអ្នកដទៃសិទ្ធិអ្នកដទៃក៏ដោយសិទ្ធិអ្នកដទៃព្រោះអីគេចោលផ្លូវមិនមានតែមួយហ្នឹងណាផ្លូវមានច្រើនអញ្ចឹងសូមឲ្យគាត់ទៅហើយមកចាក់សិនទៅព្រោះអីខ្ញុំមិនបាត់រាប់ខែរាប់ឆ្នាំទេផ្លូវមានច្រើនអញ្ចឹងសូមឲ្យគាត់ទៅកន្លែងផ្សេងផ្លូវផ្សេងជាងបន្តិចទៅអត់ឆ្ងាយបានទេ